សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ការបង្រៀនពីរបៀបនៃការបើកបិទវេនលក់នៅលើកម្មវិធី POA មុននឹងចូលទៅកាន់ផ្នែក Order មានមុខងារមួយចំនួនទៀតនៅផ្នែកខាងក្រៅដែលលោកអ្នកត្រូវដឹងត្រង់នេះគឺជាកន្លែងសម្រាប់ធ្វើការផ្លាស់ប្ដូរភាសា Setting គឺជាកន្លែងសម្រាប់ធ្វើការ Config តភ្ជាប់កម្មវិធីលក់ទៅ Cloud Server នៅ Back Office និង Exit គឺជាកន្លែងសម្រាប់ធ្វើការចាក់ចេញពីកម្មវិធីនៅផ្នែក Sign In ចូលទៅក្នុងកម្មវិធីមានមុខងារ Sign In តាមរយៈ Username និង Passwordនិងមួយទៀតគឺជាការ sign in តាមរយៈ passcode ក្រោយពីធ្វើការ sign in ចូលទៅក្នុងកម្មវិធីរួចរាល់នោះកម្មវិធីនឹងបង្ហាញផ្ទាំង save in ដែលតម្រូវឲ្យលោកអ្នកធ្វើការបញ្ចូលទឹកប្រាក់តម្កល់ដើមវេនឬទឹកប្រាក់សម្រាប់ធ្វើការ app ទៅក្នុងកម្មវិធីចុចប៊ូតុង currency ដើម្បីរើសប្រភេទរូបិយប័ណ្ណដែលលោកអ្នកត្រូវបញ្ចូលទឹកប្រាក់ជាប្រាក់រៀលឬប្រាក់ដុល្លារទៅតាមប្រភេទដែលលោកអ្នកត្រូវប្រើប្រាស់ធ្វើការផ្ទៀងផ្ទាត់ទឹកប្រាក់ដែលបានបញ្ចូលរួចចុចទៅលើប៊ូតុង apply នៅក្នុងកម្មវិធីយើងបានបែងចែកប្រភេទនៃការលក់ជា3គឺ dine in take away និង delivery សម្រាប់ការទទួលទានផ្ទាល់នៅហាងសូមធ្វើការចូលទៅកាន់ផ្នែក table view បន្ទាប់មកធ្វើការជ្រើសរើសប្លង់តុណាមួយរួចរើសតុដែលអតិថិជនអង្គុយចុចរើសប្រភេទម៉ឺនុយណាមួយទៅតាមក្រុមឬប្រភេទម៉ឺនុយដែលបានធ្វើការកំណត់រួចជាស្រេចនៅផ្នែកខាងលើក្រោយពីធ្វើការកម្មង់រួចលោកអ្នកអាចធ្វើការរក្សាទុកការកម្មង់ដោយចុចទៅលើប៊ូតុង Save ឬលោកអ្នកអាចធ្វើការចុចទៅលើ Kitchen ដើម្បីបញ្ជូនទៅកាន់ផ្នែកចង្ក្រានតុដែលលោកអ្នកបានធ្វើការកម្មង់រួចនោះនឹងបដូរពណ៌ទៅជាពណ៌ខៀវហើយផ្នែក Order នឹងមានបង្ហាញជាមួយនឹងកាតនៃការកម្មង់នៅផ្នែក Dine In សម្រាប់ការកម្មង់ខ្ចប់សូមធ្វើការជ្រើសរើស Order បន្ទាប់មកជ្រើសរើស Take Away រួចចុចទៅលើប៊ូតុង Place Orderចុចរើសប្រភេទម៉ឺនុយទៅតាមក្រុមម៉ឺនុយឬប្រភេទម៉ឺនុយដែលបានកំណត់រួចជាស្រេចនៅផ្នែកខាងលើក្រោយពីធ្វើការកម្មង់រួចរាល់លោកអ្នកអាចធ្វើការរក្សាទុកការកម្មង់នោះដោយចុចទៅលើប៊ូតុង Save ឬលោកអ្នកអាចធ្វើការចុចប៊ូតុង Kitchen ដើម្បីបញ្ជូនទៅកាន់ផ្នែកចង្ក្រានចំណែកផ្នែក Take Away នៅផ្នែក Order ក៏មានបង្ហាញជាមួយនឹងកាតនៃការកម្មង់ខ្ចប់ចេញនោះដែរសម្រាប់ការកម្មង់ខ្ចប់ដែលដឹកចេញតាមរយៈក្រុមហ៊ុនដឹកជញ្ជូនសូមធ្វើការជ្រើសរើស Order បន្ទាប់មកជ្រើសរើស Deliveryរួចចុចទៅលើប៊ូតុង Place Order ធ្វើការជ្រើសរើសក្រុមហ៊ុនដឹកជញ្ជូនណាមួយបន្ទាប់មកសូមបំពេញលេខកម្មង់របស់កម្មវិធីដឹកជញ្ជូននៅក្នុងប្រអប់ Order Number រួចចុចទៅលើប៊ូតុង Save សូមធ្វើការជ្រើសរើសមុខម៉ឺនុយដើម្បីធ្វើការកម្មង់ទៅតាមប្រភេទឬក្រុមម៉ឺនុយដែលបានកំណត់រួចជាស្រេចក្រោយពីធ្វើការកម្មង់រួចលោកអ្នកអាចធ្វើការរក្សាទុកការកម្មង់នោះដោយចុចទៅលើប៊ូតុង Save ឬលោកអ្នកអាចធ្វើការចុចទៅលើប៊ូតុង Kitchen ដើម្បីបញ្ជូនទៅកាន់ផ្នែកចង្ក្រាននៅផ្នែក Delivery នៃផ្នែក Order នឹងមានបង្ហាញជាមួយនឹងកាតនៃការកម្មង់នៃការដឹកជញ្ជូននោះហើយភ្ជាប់ជាមួយនឹងឈ្មោះនៃក្រុមហ៊ុនដឹកជញ្ជូនផងដែរនៅក្នុងផ្នែក Table View និងផ្នែក Order មានបង្ហាញនៅតុនិងកាតនៃការកម្មង់ដែលមានពណ៌ផ្សេងពីគ្នាទៅតាមស្ថានភាពនៃការកម្មង់នីមួយៗដែលក្នុងនោះមានដូចជាតុពណ៌ប្រផាសវាបញ្ជាក់ពីស្ថានភាពនៃតុដែលនៅទំនេរពណ៌ខៀវវាបញ្ជាក់ពីស្ថានភាពតុឬការកម្មង់ណាមួយដែលកំពុងមានភ្ញៀវអង្គុយពណ៌បៃតងវាបញ្ជាក់ថាតុឬ Order នោះបានធ្វើការចេញវិក័យប័ត្រព្រៀងរួចរាល់ចំណែកពណ៌ទឹកក្រូចវាបញ្ជាក់ថាតុឬ Order នោះមានមុខម្ហូបណាមួយដែលបានចម្អិនរួចចេញពីផ្នែកចង្ក្រានសម្រាប់ status ពណ៌ទឹកក្រូចមិនមែនបង្ហាញទូទៅនោះទេវាមានបង្ហាញសម្រាប់តែភោជនីយដ្ឋានដែលប្រើប្រាស់កម្មវិធីចង្ក្រានតាមរយៈ KDS តែប៉ុណ្ណោះនៅលើការកម្មង់នីមួយៗក៏មានបង្ហាញនៅ icon ផ្សេងទៀតដែលបញ្ជាក់ពីស្ថានភាពនៃការកម្មង់ដែលមានដូចជា icon រូបមួកវាបញ្ជាក់ពីស្ថានភាពការកម្មង់ដែលមិនទាន់បានបញ្ជូនទៅកាន់ផ្នែកចង្ក្រាន icon រូបការ៉េពីរបញ្ឈរវាបញ្ជាក់ពីការកម្មង់ដែលបានធ្វើការcombineឬបញ្ចូលការកម្មង់រួមគ្នា icon រូបគៀបខណ្ឌបើកបិទបញ្ជាក់ពីស្ថានភាពនៃការកម្មង់ដែលបានធ្វើការ split ឬបំបែកការកម្មង់ចេញរួចរាល់ចំណែកផ្នែកបញ្ជីមុខម្ហូបដែលបានធ្វើការកម្មង់រួចក៏មាន icon ផ្សេងទៀតដែលបញ្ជាក់ពីស្ថានភាពនៃការចម្អិននៅផ្នែកចង្ក្រានក្នុងនោះមានដូចជា icon ពណ៌ខៀវវាបញ្ជាក់ថាមុខម្ហូបកំពុងចាប់ផ្ដើមចម្អិននិង icon ពណ៌ទឹកក្រូចវាបញ្ជាក់ថាមុខម្ហូបត្រូវបានចម្អិនឆ្អិនរួចរាល់ផ្នែក Kitchen Sunlock វាគឺជាកន្លែងសម្រាប់ធ្វើការបញ្ជូនការកម្មង់ដែលមិនទាន់បានបញ្ជូនទៅកាន់ផ្នែកចង្ក្រានហើយលោកអ្នកក៏អាចធ្វើការ print ព័ត៌មាននៃការកម្មង់ដែលបានបញ្ជូនទៅកាន់ផ្នែកចង្ក្រានរួចចេញម្ដងទៀតដើម្បីចូលទៅកាន់ផ្នែក Kitchen Sunlock សូមចូលទៅកាន់ផ្នែក Profile រួចចុចយក Kitchen Sunlockនៅផ្នែក Not Yet Sent វាជាកន្លែងសម្រាប់ធ្វើការពិនិត្យមើលការកម្មង់ដែលមិនទាន់បានបញ្ជូនទៅចង្ក្រាននិងជាកន្លែងសម្រាប់ធ្វើការបញ្ជូនការកម្មង់ទាំងអស់ទៅកាន់ផ្នែកចង្ក្រានដោយចុចទៅលើប៊ូតុង Send ឬលោកអ្នកអាចធ្វើការចុចទៅលើប៊ូតុង Send All ដើម្បីបញ្ជូនការកម្មង់ទាំងអស់ទៅចង្ក្រាននៅក្នុងពេលតែមួយ
ផ្នែកសិនវាជាកន្លែងសម្រាប់ធ្វើការព្រានព័ត៌មាននៃការកម្មង់ដែលបានបញ្ជូនទៅកាន់ចង្ក្រានរួចចេញម្ដងទៀតលោកអ្នកគ្រាន់តែធ្វើការចុចទៅលើប៊ូតុង Reprint គឺជាការស្រេចសម្រាប់លក្ខខណ្ឌដែលអតិថិជនធ្វើការបញ្ចូលការកម្មង់ពីរឬច្រើនបញ្ចូលគ្នាតែមួយដើម្បីធ្វើការទូទាត់សូមធ្វើការចុចទៅលើប៊ូតុង Option ទៅលើតុឬ Order ណាមួយដែលត្រូវធ្វើការទូទាត់រួចរើស Combine Table បន្ទាប់មកធ្វើការចុចទៅលើ Order ដែលត្រូវធ្វើការទាញបញ្ចូលនោះក្នុងផ្នែក Combine Table លោកអ្នកអាចធ្វើការ Combine Order ច្រើនបញ្ចូលគ្នាតែមួយបន្ទាប់មកធ្វើការចុចទៅលើប៊ូតុង Apply សម្រាប់អតិថិជនក្រុមតែមួយដែលត្រូវអង្គុយច្រើនតុលោកអ្នកអាចធ្វើការកំណត់ជាតុក្រុមតែមួយជាស្រេចដោយធ្វើការកម្មង់ចេញពីតុណាមួយនៅក្នុងក្រុមរួចចុចនៅលើលេខតុដែលនៅផ្នែកខាងលើធ្វើការចុចទៅលើប៊ូតុង Switch ទៅផ្នែក Change Table នោះកម្មវិធីនឹងបង្ហាញនៅមុខងារ Merge Table ឬការបង្ហាញតុជាប្រភេទប្លង់តុឬជា List ធ្វើការជ្រើសរើសប្លង់តុបន្ទាប់មកសូមចុចទៅលើតុដែលស្ថិតនៅក្នុងក្រុមតែមួយរួចចុចទៅលើប៊ូតុង Choose គឺជាការស្រេចសម្រាប់ការ Merge Table ឬការបញ្ចូលតុជាក្រុមតែមួយលោកអ្នកអាចធ្វើការបញ្ចូលបានសម្រាប់តែតុដែលនៅទំនេរតែប៉ុណ្ណោះចំណែកការ Combine Table លោកអ្នកអាចធ្វើការបញ្ចូលគ្នាបានសម្រាប់តែតុដែលនៅជាប់រវល់ដូចគ្នាតែប៉ុណ្ណោះនៅពេលដែលលោកអ្នកចង់ធ្វើការផ្ទេរមុខម៉ឺនុយពីតុមួយទៅកាន់តុមួយទៀតលោកអ្នកត្រូវចូលទៅកាន់ផ្នែក Order ឬចុចទៅលើប៊ូតុង More Function ដែលនៅខាងចុងនៃមុខម៉ឺនុយដែលលោកអ្នកចង់ធ្វើការផ្ទេរឬលោកអ្នកអាចធ្វើការអូសមុខម៉ឺនុយទៅផ្នែកខាងឆ្វេងបន្ទាប់មករើសប៊ូតុង More ចុចលើ Transfer ដើម្បីធ្វើការផ្ទេរនៅក្នុងផ្នែក Transfer លោកអ្នកអាចធ្វើការផ្ទេរមុខម៉ឺនុយទៅកាន់តុផ្សេងដែលកំពុងមានការកម្មង់ដោយជ្រើសរើសយកពាក្យ Existing Order រួចរើសយកតុណាមួយដែលលោកអ្នកចង់ផ្ទេរទៅបន្ទាប់មកចុចទៅលើប៊ូតុង Apply លោកអ្នកក៏អាចធ្វើការផ្ទេរមុខម៉ឺនុយទៅកាន់តុមួយផ្សេងទៀតដែលនៅទំនេរដោយធ្វើការជ្រើសរើសយកពាក្យ New Order បន្ទាប់មករើសយកតុណាមួយដែលលោកអ្នកចង់ផ្ទេរទៅរួចចុចទៅលើប៊ូតុង Apply ម៉ឺនុយដែលលោកអ្នកបានផ្ទេរនឹងមានបញ្ជាក់ឈ្មោះតុដែលបានធ្វើការផ្ទេរមកសម្រាប់អតិថិជនតុតែមួយដែលចង់ធ្វើការបែងចែកការទូទាត់ដាច់ដោយឡែកលោកអ្នកអាចធ្វើការបែងចែកការកម្មង់ទៅតាមចំនួននៃមុខម៉ឺនុយឬបង្ហាញការគណនាទឹកប្រាក់ចែកស្មើទៅតាមចំនួនភ្ញៀវនៅក្នុងតុដោយប្រើមុខងារ Split Order សូមធ្វើការចូលទៅកាន់ផ្នែក Table View ឬចូលទៅកាន់ផ្នែក Order រួចរើស Order ណាមួយដែលលោកអ្នកចង់ធ្វើការ Split បន្ទាប់មកចុចទៅលើប៊ូតុង More Function រួចជ្រើសរើសពាក្យ Split Order សម្រាប់ការចែកមុខម្ហូបទៅតាមការកម្មង់សូមធ្វើការចុចទៅលើពាក្យ Split Menu ឬលោកអ្នកអាចធ្វើការចុច Split by Pack សម្រាប់ការបែងចែកទឹកប្រាក់ស្មើទៅតាមចំនួនភ្ញៀវនៅក្នុងតុចុចសញ្ញាបូកនៅផ្នែកខាងស្ដាំដើម្បីធ្វើការ Add បន្ថែមចំនួន Order ដែលត្រូវបែងចែកចុចលើ Order Card នីមួយៗរួចធ្វើការកំណត់មុខម្ហូបដែលត្រូវបញ្ចូលព្រមទាំងចំនួនមុខម្ហូបចុចប៊ូតុងព្រួយនៅលើមុខម្ហូបនៅផ្នែកខាងឆ្វេងចុចលើសញ្ញាខ្វែងប្រសិនបើលោកអ្នកចង់ធ្វើការដកមុខម៉ឺនុយណាមួយចេញនៅក្នុងលក្ខខណ្ឌដែលលោកអ្នកចង់ធ្វើការបែងចែក Order ស្មើនឹងចំនួនមុខម្ហូបទាំងអស់សូមធ្វើការ Take Split each menu into one order នៅផ្នែកខាងលើនោះកម្មវិធីនឹងធ្វើការបែងចែកចំនួន Order ទៅតាមចំនួនមុខម្ហូបដោយស្វ័យប្រវត្តិក្រោយពីកំណត់រួចសូមធ្វើការចុចប៊ូតុង Apply គឺជាការស្រេចនៅផ្នែក Order ការកម្មង់ដែលបានធ្វើការ Split នឹងមានបង្ហាញលេខតុភ្ជាប់ជាមួយនឹងលេខរៀងនៃចំនួន Order ដែលបានធ្វើការ Split ចំណែកនៅផ្នែក Table View Order ដែលបានធ្វើការ Split នឹងបង្ហាញបែបនេះសម្រាប់ Split by Pack ប្រើសម្រាប់ធ្វើការគណនាទឹកប្រាក់ស្មើគ្នាទៅតាមចំនួនភ្ញៀវនៅក្នុងតុសូមធ្វើការចុច Split by Pack ឬចុចទៅលើប៊ូតុង Yes គឺជាការស្រេចនៅពេលដែលលោកអ្នកធ្វើការព្រីនវិក័យប័ត្រព្រាងឬវិក័យប័ត្រទូទាត់ចេញនោះកម្មវិធីនឹងធ្វើការបង្ហាញចំនួនទឹកប្រាក់ដែលអតិថិជនម្នាក់ៗត្រូវទូទាត់នៅផ្នែកខាងចុងសន្លឹកវិក័យប័ត្រនៅក្នុងផ្នែកនេះយើងនឹងបង្ហាញលោកអ្នកពីមុខងារផ្សេងទៀតដែលទាក់ទងនឹងប្រតិបត្តិការនៃការលក់ដែលមានដូចជា
ប៊ូតុង Detail វាបង្ហាញលើគ្រប់ការ order ទាំងអស់សម្រាប់លោកអ្នកធ្វើការពិនិត្យមើលបញ្ជីមុខម្ហូបដែលបានធ្វើការកំងរួចហើយក្នុងនោះលោកអ្នកក៏អាចធ្វើការចុចទៅលើប៊ូតុង Edit Order ដើម្បីចូលបន្តទៅកាន់ផ្នែកកំងឬចុចទៅលើប៊ូតុង Check Out ដើម្បីចូលទៅកាន់ទាំងនៃផ្នែកទូទាត់តែម្ដងប៊ូតុង More Option វាជាប៊ូតុងផ្ទាំងចំហៀងដែលមានមុខងារផ្សេងទៀតនៅក្នុងនោះដូចជា Send to Kitchen ប្រើសម្រាប់ធ្វើការបញ្ជូនការកំងឬការកែប្រែណាមួយទៅកាន់ផ្នែកចង្ក្រាន Combine Table ប្រើសម្រាប់បញ្ចូលការកំងច្រើនបញ្ចូលគ្នា Split Order ប្រើសម្រាប់ក្រុមអតិថិជនដែលចង់ធ្វើការបែងចែកការទូទាត់ដាច់ដោយឡែកពីគ្នា Print Bill ប្រើសម្រាប់ធ្វើការ print វិក័យប័ត្រ print ចេញ Void ប្រើសម្រាប់ធ្វើការលុបការកំងណាមួយចេញនិង Change Table ប្រើសម្រាប់ធ្វើការបដូរពីតុមួយទៅកាន់តុទំនេរមួយទៀតនៅក្នុងផ្ទាំងខាងក្នុងនៃផ្នែក Order មានមុខងារផ្សេងទៀតដែលចាំបាច់នៅក្នុងប្រតិបត្តិការនៃការកំងដែលមានដូចជា Remark មុខងារនេះប្រើសម្រាប់ធ្វើការបញ្ចូលសំណើឬកំណត់ការចំណាំមុខម្ហូបណាមួយទៅកាន់ផ្នែកចង្ក្រាន Delete សម្រាប់ធ្វើការលុបម៉ឺនុយណាមួយចេញពីបញ្ជីមុខម៉ឺនុយដែលបានធ្វើការកំងរួច Transfer ប្រើសម្រាប់ធ្វើការផ្ទេរមុខម៉ឺនុយពីតុមួយទៅកាន់តុមួយទៀត Discount ប្រើសម្រាប់ធ្វើការកំណត់ការបញ្ចុះតម្លៃទៅលើមុខម៉ឺនុយណាមួយជាភាគរយឬជាទឹកប្រាក់និង Free ប្រើសម្រាប់ធ្វើការកំណត់ការបញ្ចុះតម្លៃទៅលើមុខម៉ឺនុយណាមួយ 100%ចំណែកប៊ូតុងផ្សេងទៀតនៅផ្នែកខាងក្រោមនិងផ្នែកខាងលើនៃផ្ទាំងនៃការកំងមានមុខងារផ្សេងទៀតដូចជាប៊ូតុង Customer ជាកន្លែងសម្រាប់ធ្វើការជ្រើសរើសនិងផ្លាស់ប្ដូរឈ្មោះអតិថិជនប្រអប់ Find Your Menu Order ជាកន្លែងសម្រាប់ធ្វើការស្វែងរកឈ្មោះម៉ឺនុយប៊ូតុង Order Type ជាកន្លែងសម្រាប់ធ្វើការផ្លាស់ប្ដូរប្រភេទនៃការកំងដែលលោកអ្នកអាចធ្វើការផ្លាស់ប្ដូរប្រភេទនៃការកំងទៅជា Dine In, Take Away ឬជា Delivery Order វិញដែលមិនចាំបាច់ចាក់ចែងទៅទំព័រដើមផ្នែកបង្ហាញលេខតុជាកន្លែងសម្រាប់ធ្វើការពិនិត្យមើលលេខតុដែលកំពុងធ្វើការកំងនិងជាកន្លែងសម្រាប់ធ្វើការចូលទៅផ្លាស់ប្ដូរតុនិងអាចធ្វើការ add តុបញ្ចូលគ្នាជាក្រុមតែមួយប៊ូតុង Guest ប្រើសម្រាប់ធ្វើការកំណត់ចំនួនអតិថិជននៅក្នុងតុប៊ូតុង Discount ប្រើសម្រាប់ធ្វើការកំណត់ការបញ្ចុះតម្លៃជាភាគរយឬជាទឹកប្រាក់ទៅលើតម្លៃវិក័យប័ត្រសរុបប៊ូតុង More មានមុខងារផ្សេងទៀតដូចជា Remark ជាកន្លែងសម្រាប់ធ្វើការកំណត់សំណើបន្ថែមឬធ្វើការកំណត់ចំណាំទៅលើ order ទាំងស្រុង Cash Drawer ប្រើសម្រាប់ធ្វើការបើកកាក់ដាក់ប្រាក់ Void ប្រើសម្រាប់ធ្វើការលុបការកំងចោលទាំងស្រុងប៊ូតុង Cancel ប្រើសម្រាប់ធ្វើការបោះបង់ការកំងឬការកែប្រែណាមួយប៊ូតុង Save ប្រើសម្រាប់ធ្វើការរក្សាការកំង Kitchen ប្រើសម្រាប់ធ្វើការបញ្ជូនការកំងឬការកែប្រែណាមួយទៅកាន់ផ្នែកចង្ក្រានPrint Bill ប្រើសម្រាប់ធ្វើការ print វិក័យប័ត្រព្រៀងចេញនិងចុងក្រោយផ្នែក Check Out ប្រើសម្រាប់ចូលទៅកាន់ផ្ទាំងនៃការទូទាត់នៅពេលដែលលោកអ្នកចង់ធ្វើការទូទាត់ទៅលើការកំងណាមួយលោកអ្នកអាចចូលទៅកាន់ផ្នែក Table View ឬចុចទៅលើតុណាមួយដែលលោកអ្នកត្រូវទូទាត់បន្ទាប់មកចុចទៅលើប៊ូតុង Check Out ដើម្បីចូលទៅកាន់ផ្នែកទូទាត់ឬលោកអ្នកអាចធ្វើការចូលទៅកាន់ផ្នែក Order ឬការកំងណាមួយដើម្បីធ្វើការទូទាត់ចុចទៅលើប៊ូតុង Check Out ដើម្បីចូលបន្តទៅកាន់ផ្នែកទូទាត់នៅក្នុងផ្នែកទូទាត់លោកអ្នកអាចធ្វើការពិនិត្យមើលនៅមុខម្ហូបដែលលោកអ្នកបានកំងរួចតម្លៃនៃមុខម្ហូបការបញ្ចុះតម្លៃនិងការកំណត់ចំណាំផ្សេងៗនៅផ្នែកខាងក្រោមនេះមានបង្ហាញជាមួយនឹងតម្លៃសរុបរងការបញ្ចុះតម្លៃជាភាគរយនឹងទឹកប្រាក់តម្លៃពន្ធនិងតម្លៃសរុបចុងក្រោយជាប្រាក់ដុល្លារនិងប្រាក់រៀលធ្វើការជ្រើសរើសប្រភេទនៃការទូទាត់ណាមួយដែលអតិថិជនទូទាត់នៅផ្នែកខាងឆ្វេងរួចបញ្ចូលចំនួនទឹកប្រាក់ដែលបានទទួលនៅផ្នែកខាងក្រោមនឹងមានបង្ហាញជាមួយនឹងទឹកប្រាក់ដែលបានទទួលរួចចំនួនទឹកប្រាក់ដែលត្រូវបង្គ្រប់ទឹកប្រាក់ដែលត្រូវអាប់ជាប្រាក់ដុល្លារនិងប្រាក់រៀលនិងអត្រាប្តូរប្រាក់ក្រោយពីធ្វើការបញ្ចូលទឹកប្រាក់រួចរាល់សូមធ្វើការចុចប៊ូតុង Done ប្រសិនបើលោកអ្នកចង់ធ្វើការបញ្ចប់ការទូទាត់ដោយមិនព្រីនវិក័យប័ត្រចេញឬចុចប៊ូតុង Print ដើម្បីធ្វើការបញ្ចប់ការទូទាត់ព្រមទាំង Print វិក័យប័ត្រចេញក្រោយពីធ្វើការទូទាត់រួចសូមធ្វើការចុចប៊ូតុង Close ប្រសិនបើលោកអ្នកចង់ធ្វើការត្រឡប់ទៅផ្ទាំងដើមវិញឬចុចទៅលើប៊ូតុង Reprint ដើម្បីធ្វើការ Print វិក័យប័ត្រចេញបន្ថែមនៅក្នុងផ្នែកនេះយើងនឹងបង្ហាញលោកអ្នកពីរបៀបនៃការកំណត់មុខម៉ឺនុយឬជម្រើសបន្សំនៅក្នុងឈុតណាមួយអស់ពីស្តុកដើម្បីធ្វើការកំណត់ជាដំបូងលោកអ្នកត្រូវចូលទៅកាន់ផ្នែក Profile បន្ទាប់មកធ្វើការជ្រើសរើស Freeze Menu and Modifier ធ្វើការរើស Freeze Menu ប្រសិនបើលោកអ្នកចង់កំណត់ទៅលើមុខម៉ឺនុយអស់ស្តុកចំណែក Freeze Modifier សម្រាប់ធ្វើការកំណត់ជម្រើសបន្សំឈុតអស់ពីស្តុកធ្វើការ Tick មុខម៉ឺនុយឬជម្រើសណាមួយដែលលោកអ្នកចង់កំណត់ឬចុចទៅលើប៊ូតុង Save ក្រោយពីធ្វើការកំណត់រួច
មនុស្សទាំងនោះនឹងបង្ហាញពណ៌ក្រហមនៅផ្នែក order ដើម្បីផ្ដល់នូវភាពងាយស្រួលដល់ user នៅក្នុងការសម្គាល់ថាតើមុខម្នួយណាមួយបានអស់ពី stock និងជៀសវាងការលក់ម្នួយដែលអស់ពី stock សម្រាប់មុខម្នួយណាដែលបានធ្វើការកំណត់និងមិនអនុញ្ញាតឲ្យលោកអ្នកធ្វើការ order បាននោះទេនៅពេលដែលលោកអ្នកធ្វើការបញ្ចប់ការលក់លោកអ្នកត្រូវធ្វើការបិទវេនត្រឡប់ទៅវិញដោយចូលទៅកាន់ផ្នែក profile រួចចុចយកពាក្យ save បន្ទាប់មកសូមធ្វើការបញ្ចូលទឹកប្រាក់ជាសាច់ប្រាក់ទាំងអស់ចូលទៅក្នុងកម្មវិធីវិញដោយធ្វើការបញ្ចូលទៅតាមប្រភេទរូបិយប័ណ្ណជាប្រាក់រៀលឬប្រាក់ដុល្លារបន្ទាប់មកចុចទៅលើប៊ូតុង apply គឺជាការស្រេចនៅក្នុងលក្ខខណ្ឌដែលលោកអ្នកចង់ធ្វើការបិទចាកចេញពីកម្មវិធីដែលមិនទាន់បានធ្វើការបិទវេននោះកម្មវិធីនឹងមានសារសួរបញ្ជាក់ថាតើលោកអ្នកចង់ធ្វើការបិទវេនដែរឬទេសូមចុច OK ប្រសិនបើលោកអ្នកចង់ធ្វើការបិទវេននោះកម្មវិធីនឹងធ្វើការចូលបន្តទៅកាន់ផ្នែកបិទវេនឬលោកអ្នកអាចធ្វើការចុច cancel នោះកម្មវិធីនឹងធ្វើការ sign out ចេញតែម្ដង